គុណម៉ែគុណពុកសែនធ្ងន់លើលំពេលក្រៃតស៊ូដើម្បីកូនថ្លៃប្រឹងប្រែងធ្វើការមិនហត់លំបាំងយ៉ាងណាក៏ម៉ែពុកមិនដែលនឹងមាត់តស៊ូព្យាយាមអំណត់ដើម្បីកូនក្រុមគ្នាពីថ្ងៃដល់យប់ម៉ែពុកគ្មានពេលទំនេរសែនរវល់ខ្លាំងម្លេះទេធ្វើដើម្បីកូននាងម្